បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់អេពីសូតថ្មីមួយទៀតអញ្ចឹងសម្រាប់ថ្ងៃហ្នឹងខ្ញុំចង់យកប្រធានបទមួយសួរថាតើ Steve Rogers នៅក្នុងរឿង Avenger Doomsday គាត់គឺជានរណាអ្នកទាំងអស់គ្នាក្រោយការត្រឡប់មកវិញដ៏រំភើបបំផុតរបស់ Robert Downey Jr. នៅក្នុងជាតួអង្គ Dr. Doomចម្ងល់ធំបំផុតដែលកំពុងឡងបន្លាចអ្នកគ្រប់គ្រងគឺវត្តមានរបស់ Steve Rogers វីដេអូនេះនឹងនាំអ្នកទាំងអស់គ្នាវិភាគស៊ីជម្រៅអំពីទ្រឹស្ដី Anchor Being និងលទ្ធភាពនៃការលេចមុខរបស់ Captain Hydra ដែលអ្នកទាំងអស់គ្នានឹងធ្វើឲ្យចក្រវាឡ Marvel ទាំងមូលរង្គោះរង្គើឡើងវិញតើការជួបគ្នារវាង Old Man Steve ហើយនិង Dr. Doomវាទៅជាយ៉ាងណាមកស្វែងយល់ពីអាចកំបាំងដែល Marvel កំពុងព្យាយាមលាក់បាំងអ្នកទាំងអស់គ្នានៅពេលដែល Robert Downey Jr. ដោះរបាំងមុខដៃចេញនៅលើឆាក SDCC ពិភពលោកទាំងមូលហាក់ដូចងងឹតស្លុបមួយផ្លែតវាមិនមែនគ្រាន់តែជាការត្រឡប់មកវិញរបស់តារាលំដាប់ពិភពលោកម្នាក់នោះទេតែវាគឺជាការប្រកាសសង្គ្រាមទៅលើអារម្មណ៍អ្នកគ្រប់គ្រងជាពិសេសអ្នកដែលស្នេហាវិស័យគុន Marvel គ្រប់គ្នាតែនៅក្នុងចំណោមភាពភ្ញាក់ផ្អើលទាំងអស់នោះមានចម្ងល់មួយដែលកំពុងឡងបន្លាចខួរក្បាលពួកយើងខ្លាំងជាងគេនោះគឺតើ Steve Rogers នឹងនៅឯណាហើយ Steve ដែលគ្រប់គ្នាខ្សឹបខ្សៀវនៅក្នុងដំណឹងលេចធ្លាយឬក៏តម្រុយខ្លីៗនៅក្នុង Avenger Doomsday Trailer ហ្នឹងតើ Steve នោះគឺជានរណាឲ្យពិតប្រាកដអ្នកទាំងអស់គ្នាសាកសម័យមើលយើងចំណាយពេលជាង10ឆ្នាំមើលការលះបង់របស់ Tony Stark និងក្តីសង្ឃឹមរបស់ Steve Rogers យើងពេលខ្លះក៏យំឃើញពួកគេឆ្លោះគ្នានៅក្នុងវគ្គ Civil War ហើយយើងក៏រំភើបវិញដែរនៅពេលដែលពួកគាត់ចាប់ដៃគ្នានៅក្នុង Avenger Endgame តែពេលនោះ Marvel កំពុងតែលេងសើចជាមួយបេះដូងអ្នកគ្រប់គ្រងមួយចំនួនដោយយកមុខមាត់ដែលយើងស្រឡាញ់បំផុតមកធ្វើជាមហាវិលានកំណាចដែលចង់បំផ្លាញពហុចក្រវាឡនិង Multiverse ទៅវិញចោះបាននៅក្នុងចក្រវាឡរបស់ Dr. Doom ម្នាក់នេះមនុស្សដែលដើរតួសំខាន់បំផុតមិនមែនជា Reed Richards តែគឺជា Steve Rogers ទៅវិញនោះតាមពិតទៅរឿងនេះមិនមែនជារឿងចៃដន្យដែល Marvel ជ្រើសរើសយកតួអង្គ ODJ មកធ្វើជា Victor Von Doom ទេបើតាមទ្រឹស្ដីAnchor Being ដែលយើងទៅតែស្វែងយល់នៅក្នុងរឿង Deadpool and Wolverine យើងដឹងហើយថាចក្រវាឡនីមួយៗមានមនុស្សម្នាក់គឺជា Snow នៃចក្រវាឡបើបុគ្គលនោះស្លាប់ចក្រវាឡនោះនឹងរលាយបាត់ចោះបើក្នុងចក្រវាឡរបស់ Doomបុគ្គលនោះគឺជា Steve Rogers វិញអ្នកទាំងអស់គ្នាគិតមើលទៅចោះបើក្នុងពិភពលោកមួយទៀតផែនការរបស់ពួកគេខុសឆ្គងហើយ Steve ត្រូវបានស្លាប់ដោយសារកំហុសរបស់ Tony Stark វិញការឈឺចាប់នឹងវិវរៈសេរីនោះហើយដែលអាចបំផ្លែង Tony Stark ទៅជា Dr. Doom ដែលមាន power ខ្លាំងបំផុតដែលគ្មានមេតាបើនិយាយមែនទៅឈ្មោះ Steve Rogers ដែលគេលើកមកនិយាយនៅក្នុង trailer ឬក៏តម្រុយដំបូងអាចជា Steve Rogers ដែលយើងស្គាល់ពី Earth 616ក៏ថាបានអ្នកទាំងអស់គ្នាធ្លាប់គិតអត់ទេថាក្រោយពេលដែល Steve យក Stone ទៅដាក់កន្លែងដើមវិញហើយសម្រាប់ចិត្តរស់នៅជាមួយ Peggy Carter តើមានរឿងអ្វីកើតឡើងខ្លះគាត់ខ្លាចទៅជាមនុស្សចាស់តែគាត់នៅមានជីវិតនៅឡើយនៅក្នុង Avenger Doomsday យើងប្រហែលជាអាចនឹងឃើញឈុតឆាកដ៏រំភើបបំផុតមួយនៅពេលដែល Old Steve Rogers ត្រូវប្រឈមមុខនឹងបរិសដែលមានមុខមាត់ដូចមិត្តសម្លាញ់របស់គាត់បំផុតនោះគឺ Tony Stark ទឹកភ្នែករបស់ Steve ពេលឃើញ Tony ក្នុងសម្លៀកបំពាក់ Dr. Doom អាចនឹងជាឈុតឆាកដែលធ្វើឲ្យរោងកុនទាំងមូលស្ងាត់ជ្រងំទៅវិញតែអ្នកទាំងអស់គ្នាឈប់សិនវាមានទ្រឹស្ដីមួយទៀតដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះចុះបើ Steve Rogers នោះមិនមែនជា Captain America ដែលយើងបានស្គាល់នៅក្នុង Earth 616នៅក្នុង comic វាមានវគ្គមួយដែល Steve Rogers ខ្លាយទៅជាភ្នាក់ងារសម្ងាត់របស់ពួក Hydra ឬយើងហៅកាត់ថា Captain Hydra អ្នកទាំងអស់គ្នាសាកគិតមើលបើ Dr. Doom និង Captain Hydra ចាប់ដៃគ្នាវាគឺជាមហន្តរាយពិតប្រាកដសម្រាប់ Avenger ទាំងមូលការដែលឃើញមុខមាត់ពីរនាក់ដែលតំណាងឲ្យក្តីសង្ឃឹមនិងវីរភាព
ប្រែคล้ายទៅជាភាពដ៏ខ្មៅងងឹតគឺជាអ្វីដែល Marvel ចំនួនថ្មីចង់ធ្វើដើម្បីអង្រួនអារម្មណ៍ audience ឲ្យដល់កម្រិតកំពូលមួយដែលយើងមិនធ្លាប់ជួបពីមុនឡើយអ្នកទាំងអស់គ្នាត្រូវចាំថានៅក្នុងចក្រវាល Marvel គ្មានអ្វីដែលមិនអាចទៅរួចទេពេលខ្លះ Steve ដែលយើងគ្រប់គ្នាផ្ដោតទៅលើអាចគ្រាន់តែជាការបោកបញ្ឆោតរបស់ Dr. Doom ក៏ថាបាន Doom គឺជាមនុស្សដែលពូកែខាងប្រើវេទមន្តផងនិងបច្ចេកវិទ្យាផងគាត់អាចបង្កើត robot ឬក៏ប្រើវេទមន្តបំភាន់ភ្នែកដើម្បីធ្វើឲ្យ Avenger នៅក្នុង Earth 616បាក់ទឹកចិត្តបានសាកសម័យមើលបើអារម្មណ៍របស់ Peter Parker ត្រូវប្រឈមមុខជាមួយ Dr. Doom ហើយ Doom ស្រាប់តែហៅឈ្មោះគាត់ឬក៏និយាយពាក្យដែល Tony ធ្លាប់និយាយហើយនៅក្បែរ Doom នោះបែរទៅជាមាន Steve Rogers ឈរការពារទៅវិញនោះនេះមិនមែនគ្រាន់តែជាការវាយតបគ្នាធម្មតាទេតែវាគឺជាការវាយប្រហារផ្លូវចិត្តដ៏សាហាវបំផុតដែល Marvel មិនធ្លាប់ធ្វើពីមុននិយាយពីសមត្ថភាពរបស់ Dr. Doom បន្តិចដែលមានមុខមាត់ដូច Tony Stark នេះប្រហែលជាមាន power ដែលលើសពីអ្វីដែលយើងធ្លាប់ឃើញនៅក្នុង MCU ទាំងមូលគាត់មិនមែនមកគ្រាន់តែពាក់អាវក្រោះដែកធម្មតាទេតែ Dr. Doom នេះចេះប្រើវេទមន្តកម្រិតខ្ពស់ដែលសំបីតែ Dr. Strange ក៏ពិបាកនឹងទប់ទល់ដែរហើយបើគាត់មានតំណែងអ្វីមួយជាមួយ Steve Rogers នៅក្នុង Multiverse នោះទៀតវាកាន់តែធ្វើឲ្យគាត់គ្រោះថ្នាក់បំផុតព្រោះ Doom ដឹងពីចំណុចខ្សោយរបស់ Avenger គ្រប់គ្នាគាត់ដឹងថា Avenger នឹងមិនហ៊ានវាយប្រហារគាត់ឲ្យអស់ពីសមត្ថភាពទេដោយសារតែមុខមាត់មួយនេះឯងមានចំណុចមួយដែលយើងមិនសូវបានចាប់អារម្មណ៍គឺនៅក្នុងវគ្គ Secret War នៅក្នុងសភៅ comic តួនាទីរបស់ Steve Rogers និង Tony Stark គឺសំខាន់ខ្លាំងណាស់នៅក្នុងការកំណត់ជោគវាសនារបស់ចក្រវាលទាំងការដែលយើងឃើញ Marvel សម្រាប់ចិត្តដាក់ឈ្មោះវគ្គទី4នេះថា Doomsday វាបង្ហាញឲ្យយើងឃើញថាពួកគេចង់ឲ្យយើងយល់ពីមហន្តរាយដែលបង្កឡើងដោយបុគ្គលម្នាក់នេះជាមុនសិនហើយ Steve អាចជាគ្រាប់សោចុចតែមួយគត់ដែលដឹងពីរបៀបបញ្ឈប់ Doom ប្រហែលជាមានការបញ្ជូនសារពីអតីតកាលឬក៏ចក្រវាលផ្សេងទៀតដែល Steve Rogers បានបន្សល់ទុកឲ្យបើយើងក៏លេខទៅមើលបញ្ហានៃការជ្រើសរើសតួអង្គវិញហេតុអ្វីបានជា Kevin Feige ហ៊ានយកតារាសម្ដែង DJ មកជាតួអង្គថ្មីវិញចម្លើយគឺសាមញ្ញបំផុតដើម្បីបង្កើត impact ដែលគ្មានតួអង្គណាផ្សេងអាចធ្វើបានទេបើ Doom ជាអ្នកផ្សេងហើយប្រហែលជាគ្រាន់តែមើលការវាយគ្នាធម្មតានោះតែបើ Doom ជា Tony រាល់កម្ដាប់ដៃដែល Avenger វាយទៅលើ Doom វាអាចនឹងឈឺចាប់ដល់បេះដូងអ្នកគ្រប់គ្រងជាពិសេសអ្នកដែលស្រឡាញ់មើលរឿង Marvel ទាំងអស់ហើយអ្នកដែលឈឺចាប់ជាងគេគឺ Steve Rogers បើទោះបីជានៅក្នុងរឿងគាត់អាចនឹងលេចមុខនៅក្នុងរូបភាពជា Variant ក្មេងឬក៏ Old Man Steve Rogers ក៏ដោយតំណាក់តំណងរវាងពួកគេទាំងពីរនៅតែជាបេះដូងនៃសាច់រឿងទាំងមូលដដែលអ្នកទាំងអស់គ្នាធ្លាប់សម្គាល់អត់នៅក្នុងចក្រវាល MCU គ្រប់យ៉ាងតែងតែត្រឡប់មកដល់ចំណុចចាប់ផ្ដើមវិញ Iron Man និង Captain America គឺជាអ្នកបង្កើត Avenger ដូច្នេះដើម្បីបញ្ចប់យុគសម័យ Multiverse នេះ Marvel ប្រហែលជាចង់ឲ្យអ្នកទាំងពីរនេះជាអ្នកសម្រេចជោគវាសនាម្ដងទៀតតែលើកនេះក្នុងជាឋានៈជាសត្រូវស្លាប់រស់វិញម្ដង Steve ដែលគេនិយាយដល់នៅក្នុង trailer នោះអាចជាពន្លឺចុងក្រោយនៅក្នុងភាពងងឹតដែល Doom កំពុងតែនាំមកនិយាយទៅវាក៏អាចមានលទ្ធភាពមួយទៀតដែរគឺ Steve អាចជាឈ្មោះកូដឬជាអ្វីដែលมันអាចជាមនុស្សបានតែក្នុងនាមជា fan Marvel យើងត្រូវដឹងច្បាស់ថាគ្មាន Steve ណាមានតម្លៃជាង Steve Rogers នៅក្នុង Earth 616នោះទេការវិលត្រឡប់របស់ Chris Evans នៅក្នុង Avengers Doomsday កំពុងត្រូវបានគេរំពឹងទុកយ៉ាងខ្លាំងមិនមែនដោយសារតែគាត់ជា Captain America ទេឬក៏ជាតួអង្គ Human Torch ពី Fantastic Four ចាស់ដែរឬក៏ជា variant របស់ Steve ដែលคล้ายទៅជាសត្រូវអវត្តមានរបស់គាត់ក្បែរ Dr. Doom របស់ ODJ នឹងคล้ายទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងវិស័យភាពយន្ត Superhero តាមពិតទៅបើយើងពិចារណាឲ្យដិតដល់ Dr. Doom មិនមែនជាមនុស្សអាក្រក់ដែលចង់បំផ្លាញចោលគ្រប់យ៉ាងដោយគ្មានហេតុផលដូច Thanos នោះទេ Doom ជឿថាមានតែគាត់ម្នាក់គត់ដែលអាចសង្គ្រោះចក្រវាលបានតាមរយៈការគ្រប់គ្រងដោយដៃរបស់គាត់ចោះបើចក្រវាលរបស់គាត់ Steve Rogers គឺជាអ្នកដែលជំរុញឲ្យគាត់ដើរលើផ្លូវនេះ
អ្នកទាំងអស់គ្នាសាកគិតមើលបើ Steve នៅក្នុងចក្រវាឡនោះជាមនុស្សអាត្មានិយមនិងជាអ្នកដែលធ្វើឲ្យពិភពលោកធ្លាក់ក្នុងសង្គ្រាមវាអាចនឹងធ្វើឲ្យ Tony Stark អស់ជំនឿលើមនុស្សជាតិឬទេហើយក៏សម្រេចចិត្តថាមានតែខ្ញុំម្នាក់គត់ដែលអាចរៀបចំសម្ដាប់ធ្នាប់នោះបានហើយនៅពេលនោះហើយដែល Victor Von Doom បានចាក់កំណើតត្រង់នឹងហើយដែលយើងគួរឲ្យចាប់អារម្មណ៍ការដែលយើងឃើញ Steve នៅក្នុងតម្រុយផ្សេងអាចជាការដាស់តឿនដល់ Avenger ថាត្រូវដែលពួកគេកំពុងប្រឈមមុខមិនមែនជាមនុស្សដែលពួកគេអាចប្រើកម្លាំងបាយធម្មតាដើម្បីយកឈ្នះបានទេព្រោះ Doom ដឹងទាំងអស់នៅអ្វីដែលជាយុទ្ធសាស្ត្ររបស់ពួកគេគាត់ធ្លាប់ជាមេដឹកនាំគាត់ធ្លាប់ជាមិត្តភ័ក្តិគាត់ធ្លាប់ជាបងប្អូនការដឹងថា Steve Rogers នៅឯណាឬក៏ Steve ដែលនឹងលេចមុខមកវាគឺជាកន្លឹះបំផុតដើម្បីយកសាច់រឿងរបស់ Doomsday អ្នកទាំងអស់គ្នាប្រហែលជាមិនធ្លាប់គិតពីរឿងនេះទេតែចោះបើ Marvel កំពុងរៀបចំសាច់រឿងធ្វើឲ្យយើងស្អប់ Tony Stark វិញវាគឺជាការបថុយប្រឋានខ្លាំងណាស់តែបើពួកគេអាចធ្វើឲ្យយើងយល់ថាការបាត់បង់ Steve Rogers បានធ្វើឲ្យ Tony คล้ายទៅជាបិសាចវានឹងពង្រឹងតម្លៃនៃមិត្តភាពរបស់គេកាន់តែខ្លាំង Steve នៅក្នុង trailer អាចជាពាក្យចុងក្រោយដែល Doom និយាយមុនពេលដែលគាត់បំផ្លាញចក្រវាឡទាំងមូលចោលវាជាការបង្ហាញពីការឈឺចាប់ដែលបង្កប់នៅក្នុងរបាំងមុខដែកនោះឯងបើអ្នកទាំងអស់គ្នាជា Steve Rogers វិញតើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណានៅពេលដែលឃើញមិត្តភ័ក្តិដែលធ្លាប់លះបង់ជីវិតដើម្បីជួយសង្គ្រោះពិភពលោកបែរជាមកត្រឡប់មកវិញក្នុងជានាមជាអ្នកបំផ្លាញឬក៏ villain ទៅវិញនេះគឺជាសំណួរដែល Doomsday នឹងសួរទៅកាន់ពួកយើងម្នាក់ហើយ Steve ដែលគ្រប់គ្នាឆ្ងល់ថាជាអ្នកណាតាមពិតគាត់អាចជាតំណាងនៃមនសិការដែលនៅសេសសល់នៅក្នុងខ្លួនរបស់ Dr. Doom ក៏ថាបាននិយាយទៅនៅពេលដែលមើលរឿងឡើងវិញចំណុចលម្អិតដែល Marvel បញ្ចេញមកយើងឃើញថាពួកគេបកកែណាស់គឺបកកែក្នុងការលាក់បាំងសាច់រឿងទៀតឈ្មោះ Steel អាចគ្រាន់តែជាចុងតកកដែលអណ្ដែតនៅលើទឹកតែប៉ុណ្ណោះនៅពីក្រោមនោះគឺជាសាច់រឿងដ៏ជ្រាលជ្រៅនិងខ្មៅងឹតនៃពហុចក្រវាឡដែលកំពុងរលាយសាបសូន្យ Doomsday នឹងមិនគ្រាន់តែជាភាពយន្ត action ធំមួយទេតែវាគឺជាការរុករកនៅក្នុងចិត្តសាស្ត្ររបស់ superhero ដែលបែកបាក់គ្នាបើ Steve Rogers ពីចក្រវាឡផ្សេងលេចមកនៅក្នុង Avenger Doomsday ហើយគាត់គឺជាអ្នកដែលបង្រៀនឲ្យ Avenger ជំនាន់ថ្មីចេះរបៀបប្រយុទ្ធជាមួយ Doom វានឹងคล้ายទៅជាការផ្ទេរបទពិសោធន៍ដ៏អស្ចារ្យមួយតែអ្វីដែលសំខាន់បំផុតនោះគឺតើ Steve នឹងហ៊ានសម្លាប់មនុស្សដែលមានមុខមាត់ដូច Tony បានដែរឬទេនេះគឺជាចំនួនផ្លូវចិត្តដែលនឹងធ្វើឲ្យ Doomsday ក្លាយជាចំណុចកំពូលនៃសាច់រឿងរបស់ចក្រវាឡ MCU សរុបមកវិញ Steve នៅក្នុង trailer ឬក៏ដំណឹងលេចបែកធ្លាយនៃ Avengers Doomsday មិនមែនគ្រាន់តែជាឈ្មោះតួអង្គមួយទេគាត់គឺជាតំណាងឲ្យក្តីសង្ឃឹមគឺជាស្រមោលនៃអតីតកាលហើយក៏អាចជាសត្រូវដែលយើងនឹកស្មានមកដល់នោះដែរមិនថាគាត់ជា Captain America 616ជា variant មកពីចក្រវាឡ Doom ឬក៏ជា Captain Hydra ក៏ដោយវត្តមានរបស់គាត់នឹងកំណត់ជោគវាសនារបស់ superhero គ្រប់រូបនៅក្នុងចក្រវាឡ MCU ហើយយើងទាំងអស់គ្នាប្រហែលជាមិនធ្លាប់គិតដល់ចំណុចនេះសោះតែពេលនេះគ្រប់យ៉ាងបានចាប់ផ្ដើមដោយសមហេតុផលហើយរងចាំមើលទាំងអស់គ្នាព្រោះអី Doomsday នឹងជិតចេញហើយវាមិនមែនគ្រាន់តែជាការបញ្ចប់នៃសកលលោកទេតែវាគឺជាការបញ្ចប់នៃភាពគ្មានកង្វល់របស់ពួកយើងជាក្នុងនាមជា fan Marvel ដូចគ្នាអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមដល់ចប់បើសិនអ្វីដែលខ្ញុំលើកឡើងខាងលើមានលក្ខណៈខុសឆ្គងអីឬក៏មិនត្រឹមត្រូវអ្នកគ្នាអាចសរសេរពេញបន្ថែមដោយសារនេះជាមួយជ្រុងមួយនៃការគិតរបស់ខ្ញុំទេអញ្ចឹងសាច់រឿងយ៉ាងម៉េចយ៉ាងម៉ានៅក្នុង Avenger Doomsday វានឹងលាតត្រដាងនៅពេលក្រោយអូខេអញ្ចឹងអរគុណអ្នកទាំងអស់គ្នាបាយបាយ